ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំជាគ្រូដឹកនាំក្រុមប្រឹក្សាកុមារបានដឹកនាំសិស្សមកធ្វើសកម្មភាពជាច្រើននៅក្នុងការផលិតធ្វើជាជីកំប៉ុស្តគោកដែលអ្វីដែលយើងធ្វើដំបូងឡើយនោះគឺយើងត្រូវការធ្យូងអង្កាមអញ្ចឹងយើងត្រូវការវត្ថុធាតុដើមចាមានធ្យូងអង្កាមចានៅមានអាចគោមានកាកាហ្វេហើយនឹងអាចដីចាអាចដីដែលយើងយកមកធ្វើជាជីកំប៉ុស្តគោកឥឡូវនេះសកម្មភាពដំបូងឡើយយើងដឹកនាំសិស្សចានៅក្នុងការដុតចាអង្កាមដើម្បីយកផេងអង្កាមអញ្ចឹងគាត់អត់ដែលដឹងថាធ្វើម៉េចដើម្បីបានផេងអង្កាមទេដើម្បីបានធ្យូងអង្កាមទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្រៀនពួកគាត់និងបង្ហាញពួកគាត់តើយើងគួរធ្វើម៉េចដើម្បីបានធ្យូងអង្កាមហើយនេះគឺជាសកម្មភាពសិស្សថ្នាក់ទី9ចាដែលគាត់បានប្រមូលអាចគោចាអាចគោស្ងួតប៉ុន្តែគាត់យកមកនឹងវាលាយអញ្ចឹងយើងត្រូវហាលវាឲ្យស្ងួតចាហើយនឹងធ្វើវាឲ្យម៉ត់ចាដោយសារគាត់យកមកនោះជាដុំអញ្ចឹងយើងដាក់5ថ្ងៃវាសិនហើយរយៈពេលនៃការដុតធ្វើយ៉ាងណាឲ្យអង្កាមរបស់យើងនឹងវាសុះស្រាប់ហើយនៅលក្ខណៈរាងអង្កាមធម្មតាប៉ុន្តែវាបដូរពណ៌ទៅជាធ្យូងអង្កាមចាទៅពេលដែលយើងដុតសក់ហើយយើងចាប់ផ្ដើមបាញ់ទឹកហើយយើងនឹងឈូសឆាយចាសម្ដិលវាឲ្យវាស្ងួតទឹកវិញចាដើម្បីកុំឲ្យវាសើមខ្លាំងពេកចាចឹងកាលណាយើងហាលបែបនេះចាធ្វើឲ្យជីរបស់យើងគឺកាន់តែល្អនៅពេលដែលវាកាច់ចានិយាយសកម្មភាពសិស្សដែលគាត់ចូលរួមជួយដោយសារអាចគោរបស់យើងវានៅរៀងដុំអញ្ចឹងត្រូវការឲ្យគាត់មកជួយឈុំជួយដំដើម្បីឲ្យអាចគោរបស់យើងនឹងវាប្រាជាម៉ត់ហើយយើងលេងគ្នាទៅដល់វាឲ្យមានសប់សាច់ហើយថ្ងៃនេះគឺយើងត្រូវការដាក់ថែមជាមួយនឹងកាកាហ្វេហើយនឹងអាចគោបន្ថែមទៀតចំនួន1បេកន្លះហើយកាកាហ្វេចំនួន1បេដូចគ្នាចាសកម្មភាពនៃការលាយសកម្មភាពនៃការធ្វើហ្នឹងគឺមានការចូលរួមយ៉ាងសកម្មពីសិស្សសានុសិស្សទាំងអស់ហើយយើងបានរៀបរាប់ប្រាប់គាត់បណ្ដាលបញ្យល់បណ្ដាលតាក់ទងទៅនឹងពីរបៀបនៃការធ្វើជីកំប៉ុស្តគោកអញ្ចឹងគាត់នឹងមានការចូលរួមហើយយកចិត្តទុកដាក់នៅក្នុងការធ្វើជីកំប៉ុស្តគោកនៅក្នុងថ្ងៃនេះចាហើយសកម្មភាពទាំងអស់នេះគឺយើងបានធ្វើយ៉ាងណាឲ្យអង្កាមចាឲ្យធ្យូងអង្កាមចាឲ្យកាកាហ្វេហើយនឹងឲ្យអាចគោស្ងួតនឹងឲ្យវាលាយចូលគ្នាសព្វសាច់ហើយយើងបន្ថែមជាមួយនឹងអាចដីបន្ថែមទៀតចាអញ្ចឹងការធ្វើបែបហ្នឹងគឺយើងនឹងទទួលបាននៅចាជីដែលមានគុណភាពល្អបែបធម្មជាតិដំណាំរបស់យើងក៏លូតលាស់ល្អបែបធម្មជាតិមិនមានផលប៉ះពាល់អ្វីនោះទេដែលយើងមិនប្រើសារធាតុគីមីនោះទេអញ្ចឹងយើងបានបង្រៀនសិស្សឲ្យយកចិត្តទុកដាក់និងឲ្យតម្លៃទៅលើផលិតផលធម្មជាតិចាដោយសារនៅស្រុកយើងគឺសម្បូរវត្ថុធាតុដើមដូចជាអាចគោដូចជាកាកាហ្វេដូចជាអង្កាមអីនេះគឺអត់ខ្វះទេចាហើយក៏បើសិនបើយើងចង់ទិញអង្កាមនោះក៏ធូរថ្លៃដែរចាំ1បេត្រឹមតែ2ទៅ3000អីប៉ុណ្ណឹងយើងយកមកដុតធ្វើធ្យូងអង្កាមណាហើយគាត់ចេះពីរបៀបនៃការធ្វើទៀតនៅពេលដែលយើងលាយសពសាច់ចូលគ្នាអស់ហើយចាអញ្ចឹងយើងនឹងអាចច្រកចូលបេចាច្រកចូលបេថង់បិទចិត្តនេះមកហើយយើងចងឲ្យចិត្តចាយើងផ្អាប់ទុករយៈពេល2សប្តាហ៍ឡើងចាធ្វើឲ្យជីនឹងវាកាច់ល្អទៅជាជីចាំយើងយកមកប្រើប្រាស់ជាមួយនឹងចាដំណាំរបស់យើងហើយមុននឹងប្រើប្រាស់យើងមានរបៀបនៃការប្រើប្រាស់ហើយក្រុមប្រឹក្សាយើងខ្ញុំនឹងមានការណែនាំចានឹងបញ្យលបង្រៀនបង្ហាញបន្ថែមទៀតដើម្បីឲ្យសិស្សានុសិស្សគាត់មានគេហៅថាចំណេះដឹងផ្នែកការដាំដុះបានល្អចាយើងជួបគ្នានៅវីដេអូការដាំដុះបន្តអរគុណច្រើន